Chăng vậy tha cái đá lên họ đón cái tha chi thầm tôi thôi mà lấy chi côn mà tô mà ăn vậy lên nhá chi côn mà tô mà đá lên mềm tên mồm nè ថ្ងៃនេះពួកយើងមានដំណើរកំសាន្តមួយទៅកាន់ទឹកជ្រោះមួយកន្លែងដែលមានទឹកថ្លាដូចកញ្ចក់ហើយទេសភាពវិញស្អាតញាក់ក៏ប៉ុន្តែពួកយើងតែងតែទៅហួសនឹងមកហួសហើយជាពិសេសនោះលើកនេះនាំគ្នាយកកូនម៉ូតូឆ្នៃនិងម៉ូតូចម្លែកសម្រាប់ធ្វើដំណើរនៅក្នុងដំណើរកំសាន្តមួយនេះចង់ដឹងដំណើរកំសាន្តរបស់ពួកយើងទៅណាតោះទៅមើលទាំងអស់គ្នាទៅដើរលេងសក់មួយដងតែងតែជិះម៉ូតូធំទៅដើរលេងគឺកាន់តំបន់ឆ្ងាយលើកនេះជួបជុំគ្នាដាក់គីឡូគ្នាត្រូវប្រមូលគ្នាយកម៉ូតូទូចម៉ូតូឆ្នៃម៉ូតូបែបចម្លែកមកជិះដើរលេងបែបឈៀលបែបសប្បាយម្ដងបើសម្រាប់ខ្ញុំហ្មងខ្ញុំមានម៉ូតូមួយដែលជា signature របស់ខ្ញុំផ្ទាល់ហ្មងនេះគឺជាអា3កបិតរបស់ខ្ញុំម៉ូតូមួយនេះរៀបចំឡើងត្រៀមឡើងគឺសម្រាប់តែដំណើរកំសាន្តបែបសប្បាយឈៀលបែបនេះបើសម្រាប់ដៃគូដៃកង់របស់ខ្ញុំសារៈនេះវិញគេអត់ភ្លេចទេជាមួយនឹងម៉ូតូអាសង់1លានឡាយរបស់គេនេះអត់និយាយលេងទេម៉ូតូនេះគឺរៀបចំឲ្យដាក់រូបផុសពងគឺទទួលបាន1លានឡាយហ្មងអ្នកទាំងអស់គ្នាអ្វីដែលកាន់តែសាហាវទៀតនោះ brother របស់ខ្ញុំពីអ្នកប្រពន្ធរបស់គាត់បានប្រាប់មកខ្ញុំថាដំណើរកំសាន្តមួយនេះគាត់នឹងយកកូនម៉ូតូសម្រាប់ជិះនៅក្នុងដំណើរកំសាន្តនេះមកហើយខ្ញុំផ្ទាល់តែងតែគិតថារដងជិះមួយគ្នាជិះភាគច្រើនជិះម៉ូតូធំហើយលើកនេះគាត់ថាយកកូនម៉ូតូខ្ញុំគិតថាម៉ូតូទូចល្មមតែមានណាម៉ូតូនេះគឺស្ដាច់ទូចខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាកូន Monkey តែយើងឃើញមានតូចល្អិតចឹងឯណាជិះមកដំណើរកំសាន្ត100គីឡូជាងស៊ីផុយហ្មងហើយសម្រាប់អ្នកទាំងអស់គ្នាណាគេខ្លះដែលតែងតែចូលចិត្តជិះម៉ូតូសម្រាប់ដំណើរកំសាន្តហើយបើថាម៉ូតូទិញមកអត់បានលេងគ្រឿងឬក៏កែកុននេះតិចតួចនោះទេគឺថាដេកអត់លក់បក់មិនទៅហើយហ្មងហើយបើសម្រាប់ពួកខ្ញុំវិញណាម៉ូតូដែលយើងទិញមកហ្នឹងគឺយើងស្រឡាញ់មកកម្រិតហើយក៏ប៉ុន្តែនៅពេលដែលយើងបានកែកុនផ្លាស់ប្ដូរដាក់គ្រឿងដែលយើងតែងតែសម័យចង់បានគ្រឿងដែលយើងចង់គិតថា create ទៅលើម៉ូតូនឹងឲ្យវាមានភាព unique ឲ្យវាមានភាព creative ហើយយើងបានជិះវាសម្រាប់ដំណើរកំសាន្តអញ្ចឹងទៀតគឺថាអារម្មណ៍សប្បាយចិត្តនេះគឺវាកាន់តែសប្បាយហើយអា mental health នេះគឺវាកាន់តែហេតុហ្មងដល់ផ្លូវចូលហើយ let's go សំខាន់គេមានកូនម៉ូតូនេះម៉ូតូកាត់កូនកាត់នេះម៉ូតូ3កបិតអូច្រើនមុខច្រើនអានហើយនៅក្នុងដំណើរកំសាន្តថ្ងៃនេះពួកយើងនឹងធ្វើដំណើរទៅកាន់ទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់គីឡូ15ដែលជាទឹកធ្លាក់ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុងឬថាស្ថិតនៅក្នុងខេត្តកោះកុងតិចថានៅតំបន់ណាឆ្ងាយចុះគឺអត់ឆ្ងាយពីរាជធានីភ្នំពេញទេអ្នកនរគ្នាត្រឹមតែ100គីឡូជាងបន្តិចទេធ្វើដំណើរប្រហែលជា2ម៉ោងអីយើងអាចទៅដល់ហើយបើយើងជិះធ្វើដំណើរបត់តាមកំពង់សិលាផ្លូវចូលទឹកធ្លាក់មួយកន្លែងនេះនៅទល់មុខផ្លូវចុះពីលបឿនលឿនមកអ្នកនរគ្នាហើយធ្វើដំណើរបន្តនៅលើផ្លូវដីត្រឹមតែ15គីឡូអីទៀតនឹងអាចទៅដល់ទឹកធ្លាក់នេះហើយពួកយើងធ្វើដំណើរនៅលើផ្លូវដីហ្នឹងគឺអត់មានពិបាកអីខ្លាំងណាស់ណាយអ្នកទាំងអស់គ្នាវាមានកលុកតិចតួចខ្ញុំគិតថាឡានក៏អាចចូលទៅបានដែរព្រោះដោយសារតែឃើញមានឡានទេសចរដែលគេយកភ្ញៀវចូលទៅហ្នឹងក៏អាចទៅលេងនៅកន្លែងហ្នឹងបានដែរហើយបើពួកយើងវិញជិះម៉ូតូបែបឈៀលបែបសបាយអូ style មិនក៏មានដែរនៅតាមផ្លូវថាការធ្វើដំណើររបស់ពួកយើងតែងតែធ្វើដំណើរដោយភាពសប្បាយរីករាយដោយញ៉ាំងបរិយាកាសជួបជុំជាមួយមិត្តភ័ក្តិហើយនិងបងប្អូនក្នុងការជិះម៉ូតូហ្នឹងឲ្យវាសប្បាយឲ្យវាមានសុវត្ថិភាពមិនមានការប្រកួតប្រជែងឬក៏ប្រឡងប្រណាំងមួយអ្នកណាទេបើសម្រាប់ពួកយើងការជិះម៉ូតូគឺជា mental health មួយដែលតែងតែធ្វើអារម្មណ៍ពួកយើងហ្នឹងកាន់តែសប្បាយកាន់តែ happy ជាពិសេសបានជួបជុំជាមួយបងប្អូនមិត្តភ័ក្តិបែបនេះទៀតគឺកាន់តែសប្បាយហ្មងអ្នកទាំងអស់គ្នាដោយពាក្យស្លោកគេនិយាយថា it's not about the destination it's about the journey វាមិនមែនត្រឹមតែជាគោលដៅមួយដែលយើងត្រូវទៅដល់នោះទេតែវាគឺជាសកម្មភាពជារួមជាការជួបជុំជាវត្តមានរបស់អ្នកទាំងអស់គ្នានិងជាសកម្មភាពទូចជារួមជាច្រើនដែលបង្កើត memory ល្អសម្រាប់យើងទាំងអស់គ្នាហើយបានជួបជុំជាមួយនឹងមិត្តភ័ក្តិបងប្អូនដែលយល់ចិត្តគ្នាប៉ុណ្ណេះហើយតែងតែមិនភ្លេចទេជាមួយនឹង Gansberg Beer ជប់សម្រាប់ញ៉ាំអាហារជួបជុំគ្នាបែប chill មាន Gansberg Beer នៅក្នុងដៃដឹងតែ cool ហ្មងអ្នកទាំងអស់គ្នាសម្រាប់ Gansberg Beer នេះគឺមានរសជាតិស្រាលស្រទន់ឆ្ងាញ់ងាយស្រួលលេបហើយបើបានខ្លះសេកាន់តែត្រជាក់ទៀតគឺកាន់តែឆ្ងាញ់ហ្មងជាពិសេសនោះជាមួយនឹងបរិយាកាសជួបជុំគ្នាជាមួយនឹងបងប្អូនមិត្តភ័ក្តិញាតិមិត្តអីបែបនេះគឺដឹងតែអែមដឹងត្រូវហ្មងមិនថាបរិយាកាសបែបណានៅកន្លែងណាឯង Gansberg Beer គឺត្រូវជាមួយនឹងគ្រប់កលៈទេសៈហ្មងជាពិសេសនោះការជួបជុំដ៏ល្អឥតខ្ចោះបែបនេះបន្ទាប់មកពួកយើងក៏ធ្វើដំណើរចេញពីភូមិហើយបន្តដំណើរទៅកាន់ទឹកធ្លាក់គីឡូ15នៅតាមផ្លូវពង្រូលហ្នឹងជិះនៅខាងឆ្វេងដៃគឺមានផ្លាកនេះគេដាក់ទឹកធ្លាក់គីឡូលេខ15ឬក៏គេមានឈ្មោះមួយទៀតតែខ្ញុំភ្លេចឈ្មោះមួយទៀតនឹងបាទអីលើគ្នាយើងមកហើយ
បាទជើងមុន XADV ជើងនេះ A Bit Street អូអានេះទៅលុយអត់ទេអូមក Monkey អានេះ Monkey នោះអីមែនតែនមកគេហ្មងទឹកធ្លាក់គីឡូ15នេះគឺជាទឹកធ្លាក់មួយដែលពួកខ្ញុំតែងតែទៅហួសមកហួសពីមុនពួកខ្ញុំទៅលេងទឹកធ្លាក់ពង្រូលគឺច្រើនដងខ្លាំងមែនតើអ្នកនរគ្នាអាចនិយាយថាឡើងរាប់ភ្លេចអីក៏ប៉ុន្តែទឹកធ្លាក់គីឡូ15នេះមួយគឺតែងតែខ្វៀងទៅខ្វៀងមកចេះតែអត់បានចូលហើយបើអ្នកទាំងអស់គ្នាបានមកលេងខាងទឹកធ្លាក់ពង្រូលឬក៏ខាងភ្នំតបជាងអីនេះកុំភ្លេចចូលខាងទឹកធ្លាក់គីឡូ15នេះហងពូដោយសារតែទឹកធ្លាក់នៅនេះស្អាតមែនតើហើយបើយើងនិយាយអំពីសភាពនៃទឹកវិញអូយបាញ់និយាយហ្មងគឺថាទឹកគឺថ្លាខ្លាំងគ្រប់កន្លែងហ្មងថ្លាស្អាតហ្មងហើយវាមានជាដំណាក់ធ្លាក់មកពីលើមកគឺថាឃើញនៅពេលដែលយើងឡើងប្លង់ដ្រូនចេះមើលទៅគឺឃើញឡើងវែងឡាយដាច់ផ្ទុយភ្នែកហ្មងខ្ញុំពិតជាចូលចិត្តទឹកនៅកន្លែងនេះគឺខ្លាំងមែនតើហ្មងព្រោះដោយសារតែទឹកនៅក្នុងតំបន់នេះគឺថ្លាកន្លែងខ្លះវិញគឺថាថ្លាឡើងខៀវហ្មងហើយជាក់ស្ដែងដូចគ្នាពួកខ្ញុំគឺសុទ្ធតែអ្នកដែលចូលចិត្តដើរលេងតំបន់ទឹកជ្រោះទឹកអីហ្នឹងអញ្ចឹងមកដល់កន្លែងនេះគឺម្នាក់ឡើងវ៉ាវហ្មងមិនដែលគិតថាទឹកធ្លាក់នៅខាងក្រោមពង្រូលនេះគឺមានទឹកស្អាតងាយស្រួលលេងអញ្ចឹងឯងជាពិសេសនោះខ្ញុំគិតថាបើសម្រាប់បងប្អូនដែលចូលចិត្តស្ទូចត្រីឬក៏បោះតង់ឈៀល camping អីហ្នឹងមកកន្លែងនេះអត់ខ្វះកន្លែងបោះតង់អត់ខ្វះកន្លែងស្ទូចត្រីទេដឹងតែថាសម្បូរសប្បាយហ្មងហើយបើអ្នកចូលចិត្តថតរូបជាមួយនឹងធម្មជាតិឬក៏ចូលចិត្តថតបែប adventure អីហ្នឹងវិញមកថតទឹកធ្លាក់នៅកន្លែងនេះអូខ្ញុំធានាថាអត់ខ្វះប្លង់ថតទេគឺងាកទៅជ្រុងណាមុំណាក៏ស្អាតដែរធម្មជាតិឡើងខៀវហើយទឹកឡើងថ្លាស្អាតមែនតើហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបើយើងមកដល់តំបន់ដែលស្អាតស្ងប់ស្ងាត់ប៉ុណ្ណេះហើយយើងគួរតែចូលរួមទាំងអស់គ្នាដើម្បីជួយថែរក្សាបរិស្ថានកុំឲ្យមានសម្រាមឲ្យកន្លែងហ្នឹងគឺវានៅកាន់តែស្អាតរហូតឲ្យបរិស្ថានកន្លែងហ្នឹងគឺកាន់តែ clean ទាំងអស់នេះគឺយើងត្រូវតែចូលរួមទាំងអស់គ្នាម្នាក់តិចកន្លែងទេសចរនីមួយៗនៅក្នុងស្រុកខ្មែរយើងគឺស្អាតទាំងអស់ហ្មងអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត